នេះយើងនឹងមកធ្វើការ unboxing ទូរស័ព្ទចំនួន AI ដែលយើងហៅថា Honor 400 5G series នៅនឹងមុខខ្ញុំនេះតោះឥឡូវហ្នឹងយើងមកមើលថាតើទូរស័ព្ទចំនួន AI នេះមានអ្វីប្លែកបានជាគេហៅវាថាគឺជាទូរស័ព្ទចំនួន AI អញ្ចឹងឥឡូវហ្នឹងខ្ញុំចង់ឲ្យអ្នកគ្នាដឹងថាតើអ្វីទៅគឺជា AI គឺជាបញ្ញាសិប្បនិម្មិតដែលជួយដោះស្រាយបញ្ហារបស់មនុស្សឬមួយក៏គេហៅពាក្យពេញវាថាគឺជា artificial intelligence ឥឡូវហ្នឹងយើងមកធ្វើការ unboxing ជាមួយគ្នាតើនៅក្នុងប្រអប់ Honor 400 5G series មួយនេះផ្ដល់អ្វីឲ្យយើងខ្លះឥឡូវហ្នឹងយើងធ្វើការបើកប្រអប់មកអ្នកគ្នាមានអារម្មណ៍ថាបើកប្រអប់មកគឺថាមានលក្ខណៈ premium ខ្លាំងមែនតើអញ្ចឹងឥឡូវហ្នឹងយើងមកមើលតើនៅក្នុង Honor 400 5G series ហ្នឹងមានអ្វីខ្លះបានជាគេហៅវាថាជាទូរស័ព្ទចំនួន AI មកគិតថា Honor បង្កើតទូរស័ព្ទនេះមកក្នុងតម្លៃត្រឹមតែ$369ញាត់ AI ទៅ18មុខនិងកាមេរ៉ា200 megapixel ខាងក្រោយកាមេរ៉ាមុខ50 megapixel ទៀតអញ្ចឹងឥឡូវហ្នឹងខ្ញុំចង់ឲ្យអ្នកគ្នាមកឃើញជាមួយនឹង AI នៅក្នុង Honor 400 5G series នឹងទាំងអស់គ្នាទី1គឺជា AI Super Zoom អាចថតរូបបានរហូតដល់30សេគុនដោយប្រើកាមេរ៉ាក្រោយ200 megapixel ថតរូបថតមកឲ្យ AI នឹង generate ឲ្យឃើញដិតច្បាស់ល្អដូចយើងថតនៅជិតអញ្ចឹងទី2នោះគឺជា AI Image to Video អ្នកគ្នាប្រកាសជាដឹងហើយថា Image to Video ឥឡូវហ្នឹងគឺថា viral ខ្លាំងមែនតើអ្នកខ្លះក៏ទៅសេប្រាប់ទៅសេអីដើម្បីបានជាវីដេអូប៉ុន្តែនៅក្នុង Honor 400 5G series មួយនេះគឺថាងាយស្រួលខ្លាំងមែនតើអ្នកគ្នាគ្រាន់តែមានរូបថតមួយសន្លឹកហើយបន្ទាប់មកប្រើ AI Image to Video នៅក្នុងទូរស័ព្ទ Honor 400 5G series មួយនេះវានឹង generate ពីរូបភាពមួយសន្លឹកទៅជាវីដេអូ5សេកិនឲ្យអ្នកទាំងអស់គ្នាតែម្ដងទី3នោះគឺជា AI Passerby មានរូបមួយដែលមាន background ញ៉ៃញ៉ៃមនុស្សច្រើនអញ្ចឹងថតលុបមួយឯអ្នកគ្នាគ្រាន់តែចុច one click នោះ AI នឹង generate background ដែលញ៉ៃញ៉ៃចេញអស់តែម្ដងមួយទៀតគឺជា AI Out Painting ឧទាហរណ៍អ្នកគ្នាថតរូបនៅកន្លែងដែលតូចចង្អៀតអត់មាន background frame ទូចអីចង់ប្លង់ទូចអ្នកគ្នាអត់ឆ្លាញ់ចឹងអ្នកគ្នាគាត់តែដាក់រូបភាពអ្នកគ្នាចូលហើយប្រើ AI Out Painting នឹង generate ឲ្យមាន background ធំស្អាតប្លង់ទូលាយឲ្យអ្នកគ្នាតែម្ដងហើយបន្ទាប់មកគឺ AI Upscale ឧទាហរណ៍ថាអ្នកគ្នាមានរូបចាស់ឬមួយក៏រូបដែលអត់ច្បាស់ថតហើយអ្នកគ្នាអាចទៅថតម្ដងទៀតបានដើម្បីវាច្បាស់អ្នកគ្នាគាត់តែយករូបថតមកដាក់នៅក្នុង AI Upscale នោះរូបភាពអ្នកនរគ្នានឹងដិតច្បាស់បាត់ព្រើបាត់អីអស់ងាយបន្ទាប់មកទៀតគឺជា AI Cut Out ខ្ញុំ recommend ខ្លាំងមែនតើសម្រាប់វីដេអូឬមួយធ្វើ poster អីដែលពិបាកធ្វើរូបឲ្យខ្លាយជា PNG គាត់តែចុច one click វានឹងកាត់អ្នកនរគ្នាខ្លាយជារូប PNG ដែលអ្នកគ្នាអាចយកទៅធ្វើអីក៏បានដែរគឺថាងាយស្រួលខ្លាំងមែនតើមួយវិញទៀតគឺ AI IO Pad ឬថាអ្នកគ្នាអាចនឹងថតរូបជុំគ្នាច្រើនអីចឹងទៅហើយបន្ទាប់មកមានអ្នកខ្លះបិទភ្នែកបើកភ្នែកអីចឹងទៅអញ្ចឹងអ្នកគ្នាដាក់រូបចូលទៅក្នុង AI Open អ្នកដែលបិទភ្នែកហ្នឹងគឺថាបើកភ្នែកមកវិញតែម្ដងចុងក្រោយនោះគឺជា AI Deepfake មុខងារដ៏ល្អមួយខ្លាំងមែនតើអ្នកនរគ្នាដូចអ្នកគ្នាដឹងចឹងគឺថាឥឡូវហ្នឹងមានជនឆបោកច្រើនខ្លាំងមែនតើដែលឆបោកតាមប្រព័ន្ធអនឡាញតាម social media អីចឹងទៅអញ្ចឹងដើម្បីជៀសវាងការឆបោកតាម social media គឺថាខ្ញុំ recommend ឲ្យទិញទូរស័ព្ទនេះតែម្ដងអ្នកទាំងអស់គ្នាដោយសារអីនៅក្នុងនេះមាន AI Deepfake អញ្ចឹងឧទាហរណ៍ថាពេលដែលជនឆបោកខលជាវីដេអូមកអ្នកនរគ្នាឲ្យបន្លំខ្លួនទូរស័ព្ទនេះចាប់បានតែម្ដងថាម្នាក់ហ្នឹងមិនមែនជាឪពុកម្ដាយយើងកូនយើងអីទៅគឺជា AI នេះគឺជាការ review ខ្លីៗរបស់ខ្ញុំបើសិនជាអ្នកគ្នាចង់មើលការ review អំពីទូរស័ព្ទអីផ្សេងទៀតកុំភ្លេច comment ខាងក្រោមដើម្បីខ្ញុំធ្វើការ review ឲ្យអ្នកគ្នាមើលទៀតអូខេបាយបាយ